បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសឿនសារ៉ាត់បាទថ្ងៃនេះមានកិត្តិយសសូមមកធ្វើការចែករំលែកទាក់ទងទៅនឹងបច្ចេកទេសសម្រាប់ការដាំដុះដំណាំស្រូវរបស់យើងឲ្យមានគុណភាពក៏ដូចជាប្រសិទ្ធភាពនៃការដាំដុះបាទអញ្ចឹងសម្រាប់ប្រធានបទថ្ងៃនេះគឺខ្ញុំនិយាយស្រូវរបស់យើងចាប់ពីពេលដែលវាដុះរហូតដល់អាយុ1ខែតើយើងត្រូវការថែទាំដោយវិធីណាតាមរបៀបណាដើម្បីឲ្យមានប្រសិទ្ធភាពល្អបាទអញ្ចឹងចំពោះការធ្វើស្រូវនេះវាជារឿងដែលសំខាន់ណាស់បាទជាពិសេសគឺតាក់ទងទៅនឹងស្រូវដែលយើងធ្វើនៅវគ្គទី2នេះគឺទាមទារឲ្យយើងធ្វើដីយ៉ាងម៉េចឲ្យស្អាតបាទធ្វើដីឲ្យស្អាតហ្នឹងមានទៅលើអីខ្លះមានទាំងការវាយចិញ្ច្រាំងចូលទៅក្នុងដីមានទាំងការសម្លាប់មេរោគនៅក្នុងដីមានទាំងការសម្លាប់ពពួកសត្វខ្យងដែលមាននៅក្នុងដីយើងស្រាប់ជាពិសេសគឺការប្រើប្រាស់នៅកំបោរកសិកម្មដើម្បីសម្លាប់ដើម្បី sterile វិសាបច្ចេកទេសណាបងប្អូនគឺដើម្បីឲ្យពពួកមេរោគបាក់តេរីដែលមិនល្អហ្នឹងគឺវាងាប់បាទអញ្ចឹងពេលដែលវាងាប់អស់ចឹងហើយកំឡុងពេលដែលយើងវាយវាហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវគៀយ៉ាងម៉េចឲ្យដីហ្នឹងស្មើល្អអញ្ចឹងក្រោយពេលដែលយើងគៀវាហើយយើងត្រូវឆូតចង្អូឆូតកន្លងដើម្បីធ្វើការរំដោះទឹកជៀសវាងកុំឲ្យទឹកនៅច្រើនគ្រាប់បាត់ដោះបាទនេះតកតងនឹងបច្ចេកទេសនៃក្បាលទីដំបូងបាទអញ្ចឹងក្រោយពេលដែលយើងបានគីស្អាតហើយយើងធ្វើការព្រុសគ្រាប់ពូជយើងចូលទៅបាទព្រុសគ្រាប់ពូជចូលទៅហើយពេលដែលគ្រាប់ពូជរបស់យើងព្រុសហើយដុះបានរយៈពេល3ទៅ4ថ្ងៃយើងអាចប្រើប្រាស់ពពួកថ្នាំឃុំគ្រាប់ផ្សេងដតៃទៀតដើម្បីរួមផ្សំកុំឲ្យពពួកកត្តាយ៉ាងណាដូចជាស្មៅដុះមកប្រជែងជាមួយនឹងដំណាំស្រូវរបស់យើងបានបាទនេះដំណាក់កាលបន្តទៀតហើយអ្វីដែលសំខាន់នៅពេលដែលស្រូវរបស់យើងអាយុចាប់ពី10ថ្ងៃឡើងទៅបងប្អូនអាចប្រើប្រាស់នៅសារធាតុបន្ថែមដូចជាសារធាតុជំរុញដល់ការលូតលាស់សារធាតុជំនួយដល់ការបែកគុម្ពបាទហើយនឹងថ្នាំការពារពពួកសត្វល្អិតដែលមកបំផ្លាញមករំខានដូចជាពពួកទ្រីបនិងបាក់តេរីនេះតែម្ដងបាទនេះគឺវិធីសាស្ត្រវិធានការនៅក្នុងការប្រើប្រាស់សម្រាប់ស្រូវយើងអាយុក្រោម1ខែបាទអញ្ចឹងនៅពេលដែលយើងអនុវត្តទៅតាមចំណុចដែលខ្ញុំបានបង្ហាញអំបញ្ញមិញនេះគឺធ្វើតាមបានគ្រប់លក្ខខណ្ឌនឹងហើយការដុះលូតលាស់នៃដំណាំស្រូវរបស់យើងគឺពិតជាសុខភាពល្អហើយជាពិសេសគឺតាក់ទងទៅនឹងការបែកគុម្ពនេះតែម្ដងបាទអានេះគឺវិធីសាស្ត្រសម្រាប់ស្រូវនៅអាយុក្រោម1ខែបាទ